សំណួរពីបងប្អូនយើងអ្នកស្ដាប់គាត់បានសរសេរខមមិនថាលោកគ្រូខ្ញុំមានសំណួរមួយចង់ឲ្យលោកគ្រូជួយបកស្រាយគឺប្រសិនបើយើងកំពុងតែមានអារម្មណ៍មិនល្អ stress មួម៉ៅតបប្រមល់ស្របម៉ោងដែលយើងកំពុងរៀននិងរំលឹកមេរៀនហើយពេលនោះខ្ញុំរៀនមិនចូលទេតើគួរធ្វើដូចម្តេចទៅអញ្ចឹងអារម្មណ៍មួម៉ៅ stress ហ្នឹងវាជាបំផុតទេយើងម្ដងម្កាលតែងតែជួបប្រទះអារម្មណ៍បែបហ្នឹងហើយវាជាការពិតដែលយើងពិបាកក្នុងការរៀនសូត្រអីផ្សេងក៏ប៉ុន្តែបើយើងរំលឹកមេរៀននៅផ្ទះយើងកុំព្យាយាមនៅកន្លែងដដែលកុំព្យាយាមនៅកន្លែងដដែលតែមួយហ្នឹងនៅពេលដែលយើងមានអារម្មណ៍មិនល្អគឺយើងព្យាយាមបដូរបរិយាកាសបើកន្លែងផ្ទះយើងមានធម្មជាតិយើងអាចទៅ enjoy life ធ្វើយ៉ាងម៉េចឲ្យបន្ធូរអារម្មណ៍ទៅជាមួយនឹងធម្មជាតិមានដើមឈើមានស្មៅមានខ្យល់អាកាសផ្សេងយើងចេញពីបន្ទប់ក្នុងរយៈពេលមួយឲ្យអារម្មណ៍របស់យើងបានធូរហើយចាំយើងចូលមករៀនវិញឬមួយក៏យើងអាចថានឹងកាន់សភៅទៅរំលឹកមេរៀនឬមួយក៏ទៅរៀននៅខាងក្រៅហ្នឹងក៏បានដែរជាមួយនឹងធម្មជាតិផ្សេងអាហ្នឹងវានឹងជួយបន្ធូរអារម្មណ៍របស់យើងបានមួយកម្រិតបើទោះបីជាមិនទាំងអស់ក៏ដោយព្រោះខ្ញុំតែងតែប្រើវិធីមួយនេះនៅពេលដែលមានអារម្មណ៍ធុញថប់ឬមួយក៏អានសភៅយើងអានសភៅមិនសូវជាបានយូរឯប្រមាណអានសភៅបានកន្លះម៉ោងអីទៅមានអារម្មណ៍ថារៀងធុញថប់មានអារម្មណ៍មិនល្អអីខ្ញុំតែងតែដើរជុំវិញផ្ទះដើរមើលកន្លែងណាដែលមានធម្មជាតិឬមួយក៏ខ្យល់អាកាសល្អអីហ្នឹងគឺវាជួយបន្ធូរអារម្មណ៍របស់យើងបានមកគ្រាដែរហើយវាមិនឲ្យយើងស្វំនៅតែដដែលពេកអារម្មណ៍របស់យើងបានផ្លាស់ប្ដូរអញ្ចឹងអានេះគឺជាវិធីសាស្ត្រក៏ដូចជាបទពិសោធន៍ដែលធ្លាប់ប្រើប្រាស់រួចមកហើយវាមានប្រសិទ្ធភាពបើទោះបីជាវិធីហ្នឹងវាមិនអាចទៅកម្ចាត់អីអារម្មណ៍មួម៉ៅរបស់យើងអារម្មណ៍ stress របស់យើងបាត់ទាំងស្រុងទេប៉ុន្តែវានឹងធ្វើអារម្មណ៍របស់យើងបានផ្លាស់ប្ដូរមួយពេលនឹងដែរហើយក៏អាចជួយឲ្យការរៀនសូត្ររបស់យើងវាប្រសើរជាងយើងនៅមួយកន្លែងយើងព្យាយាមនៅមួយកន្លែងអានឹងចំពោះពេលដែលយើងរៀននៅផ្ទះខ្លួនឯងបើចំពោះអារម្មណ៍ពេលនោះកើតមាននៅពេលដែលយើងកំពុងរៀននៅក្នុងថ្នាក់បើសិនណាជាយើងអាចសុំលោកគ្រូទៅលុបមុខអីខាងក្រៅអីបានហើយយើងចូលមករៀនវិញមកកុំឲ្យយើងនៅដដែលពេកអញ្ចឹងហើយបានជាកម្មវិធីសាលាគេតែងតែទុក space ឲ្យយើងបានចេញលេងអីហ្នឹងគឺមិនមែនទៅលេងហក់លេងឯដូចកូនក្មេងលេងតងលេងឈូសលេងអីទេយើងមនុស្សធំក៏មានម៉ោងសម្រាប់ម៉ោងអីដែរគឺគេទុកពេលឲ្យយើងផ្លាស់ប្ដូរកុំឲ្យអង្គុយនៅតែមួយកន្លែងដដែលហ្នឹងពេកអញ្ចឹងសរុបជារួមមកវិញចំពោះបងប្អូនដែលមានអារម្មណ៍បែបហ្នឹងមានអារម្មណ៍ថារៀនអត់ចូលធុញថប់អានសភៅក៏ដោយរំលឹកមេរៀនក៏ដោយរៀនអីក៏ដោយបើសិនណាជាពេលហ្នឹងយើងអាចដើរចេញបានយើងចេញមកផ្លែតទៅមិនចេញទៅរហូតទេណាគឺចេញទៅលំហែអារម្មណ៍មួយផ្លែតហ្នឹងទៅហើយយើងមករៀនវិញរើធម្មជាតិឲ្យបានច្រើនលំហែអារម្មណ៍កុំឲ្យវាដដែលពេកអញ្ចឹងសង្ឃឹមថាម្ចាស់សំណួរនឹងទទួលបានហើយអ្នកស្ដាប់ទាំងអស់គ្នានឹងបានជាប្រយោជន៍ដូចគ្នាព្រោះរឿងរៀនសូត្រនេះនរណាក៏រៀនដែរហើយរឿងអារម្មណ៍បែបហ្នឹងមួម៉ៅ stress ធុញថប់អីអស់ហ្នឹងគឺវាជាបំផុតដែលយើងម្នាក់គឺមកដងមកកាលអីហ្នឹងគឺជួបទាំងអស់គ្នាហើយអញ្ចឹងសង្ឃឹមថាបងប្អូនពេលដែលជួបអារម្មណ៍បែបហ្នឹងនៅឃើញដល់វីដេអូមួយនេះហើយនឹងវិធីដែលខ្ញុំធ្លាប់ប្រើក៏ដូចជាចែករំលែកទៅកាន់បងប្អូនហ្នឹងបើសិនណាជាមានសំណួរអីថែមទៀតបងប្អូនអាចសរសេរនៅ comment ខាងក្រោមវីដេអូនឹងបានខ្ញុំអាចឆ្លើយជូនបានខ្ញុំនឹងឆ្លើយជូននៅវីដេអូក្រោយទៀតហើយបើមិនទាន់ចុច sub ដាក់កណ្ដឹងទេយើងចុច subscribe ហើយដាក់សញ្ញាកណ្ដឹងមួយព្រោះបងប្អូនសួរមកពេលដែលខ្ញុំ upload វីដេអូចូលបងប្អូននឹងទទួលបាននៅចម្លើយដែលឆ្លើយទៅជាមួយបងប្អូនវិញអញ្ចឹងប៉ុណ្្នឹងទេសូមអធិស្ឋានបើមានកំហុសខុសឆ្គងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណនិងជម្រាបលា